បងប្អូនគ្នានេះគឺជាករណីដ៏សាហាវខ្លាំងមែនទែនគឺបុរសម្នាក់បាទបន្លំខ្លួនទៅទិញថ្នាំក៏ប៉ុន្តែបែរជាចូលទៅសម្លាប់គ្រូពេទ្យម្នាក់ហើយធ្វើការរំលោភទៅទៀតបាទព័ត៌មាននេះសាហាវមែនទែនបងប្អូនគ្នាហើយបើតាមព័ត៌មានដែលយើងទទួលបានហ្នឹងគឺមិនមែនជាបាទជនជាតិខ្មែរយើងទេគឺជាជនជាតិចិនទៅទៀតអញ្ចឹងមិនដល់24ម៉ោងទេសមត្ថកិច្ចក៏បាទក៏វួចក៏បានក៏ប៉ុន្តែមានរឿងរ៉ាវដែលមិននឹកស្មានដល់បាទអញ្ចឹងនៅបាទការប្រយុទ្ធនេះសមត្ថកិច្ចបានបើកការស៊ើបអង្កេតនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មសម្រាប់ព័ត៌មានបឋមគឺជាករណីនៅក្នុងការចាក់សម្លាប់និងរំលោភទៅកាន់ស្ត្រីជនជាតិចិនម្នាក់បាទដែលនៅក្នុងបន្ទប់ពិគ្រោះបាទព្យាបាលជំងឺមួយកន្លែងរឿងហេតុនេះកើតឡើងនៅម៉ោងប្រហែលជា7បាទ7យប់នៅថ្ងៃទី12ខែកក្កដាឆ្នាំ2026ដែលស្ថិតនៅក្នុងបូរីពិភពថ្មីគួរស្រូវទី1ភូមិស្រីស្នំសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញសម្រាប់ព័ត៌មានដែលយើងទទួលបានបងប្អូនគ្នាគឺគាត់ចូលទៅនៅក្នុងការបាទទិញថ្នាំធម្មតាទេក៏ប៉ុន្តែបាទស្រាប់តែចូលទៅដល់ធម្មតាចិននិយាយខ្មែរមិនត្រូវគ្នាបាទទៅដល់សម្លាប់ហើយធ្វើការរំលោភតាមក្រោយតែម្ដងបាទអញ្ចឹងគឺជាព័ត៌មានមួយហួសចិត្តរបស់បងប្អូនគ្នាហើយបើតាមព័ត៌មានដែលគាត់បានធ្វើសកម្មភាពភ្លាមហ្នឹងគឺគាត់រត់ទៅផ្ទះបងស្រីរបស់គាត់ក៏ប៉ុន្តែជាលទ្ធផលចុងក្រោយនៅពេលដែលបងស្រីរបស់គាត់បានដឹងអំពីរឿងហេតុទាំងអស់នោះក៏ចាប់ខ្លួនបងប្អូនរបស់គាត់ប្រកល់ទៅឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីតែម្ដងហើយបើតាមការលើកឡើងរបស់បងស្រីគាត់ខាងលើណាគាត់ថាបរិសុទ្ធខាងលើហ្នឹងក៏ជាមនុស្សមិនគ្រប់ទឹកទៅទៀតបាទជាមនុស្សដែលវង្វេងស្មារតីក៏ប៉ុន្តែបងប្អូនគ្នានៅពេលដែលមនុស្សវង្វេងស្មារតីអត់គ្រប់ទឹកទៅធ្វើអំពើបែបហ្នឹងថាតើយើងនេះបាទមានអារម្មណ៍បែបណាបើសិនជាយើងជាសាច់ញាតិជាពិសេសបាទអានេះគ្រូពេទ្យជាជនជាតិចិនណាបើសិនជាខ្មែរវិញថាតើបាទនឹងមានការខឹងសម្បាបែបណាគួរតែមានការបជ្រុលជាងអញ្ចឹងអីយកទៅដាក់មណ្ឌលកែប្រែឬក៏ពេទ្យខាងដឹងអីអញ្ចឹងទៅអានេះលេងបដ ாய் រហូតដល់ថ្នាក់ដើរសម្រាប់គេទាំងដែលមនុស្សនោះអត់មានគំនុំជាមួយគ្នាតតែសោះអញ្ចឹងគាត់ថាពេលខ្លះបងប្អូនប្រយ័ត្នប្រយែងមែនតើអាយើងនេះវាប្រយ័ត្នទៅហើយវាណាស់តែអាអ្នកដែលមិនដឹងខ្យល់អ្នកដែលប៉ោឡែមកដល់ឃើញឯងនោះគុំកូនឯងយកបដ ாய் នេះជាវិបត្តិមួយដែលបងប្អូនអ្នកគ្នាប្រុងប្រយ័ត្នឧទាហរណ៍ថាអានឹងពេទ្យចិនចុះបើសិនជាប៉ះក្មេងៗស្រីដើរតាមផ្លូវហើយវាចាប់រំលោភហើយសម្រាប់ថាតើម៉ែឪបងប្អូនមានបញ្ហាអារម្មណ៍យ៉ាងណាទៅបាទមានសតិអារម្មណ៍យ៉ាងណាទៅឈឺចាប់យ៉ាងណាទៅនៅពេលដែលឃើញកូនត្រូវបានគេសម្លាប់ហើយរំលោភបែបនេះឈឺចាប់ខ្លាំងមែនទែនអញ្ចឹងមកថាពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះបាទស្រីគ្រប់រូបគួរកុំធ្វើដំណើរតាមទៅណាក៏ដោយកុំតែឯងឲ្យសោះហើយបើនៅក្នុងបន្ទប់មុននឹងបើកទ្វារមុននឹងធ្វើអ្វីមួយត្រូវគិតថាខ្លួននៅតែឯងមិនសិនជាមានបញ្ហាអីអត់មានអ្នកណាគេមកជួយយើងតាន់ទេអញ្ចឹងយើងប្រុងប្រយ័ត្នទៅអូខេអរគុណច្រើនដែរសម្រាប់ការតាមដានទេសនារបស់ប្រមិត្តគណៈពេលនេះខ្ញុំបាទសូមគោរពនឹងជម្រាបលាយើងនឹងតាមដាននៅព្រឹត្តិការណ៍ព័ត៌មានអាប់ដេតថ្មីបន្តទៀត